Hello អ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំសូមបង្ហាញពីរបៀប check មើល iCloud នៅក្នុងទូរស័ព្ទរបស់យើងរបៀប check មើល iCloud គឺវាមានច្រើនបែបច្រើនរបៀបដូចជាទូរស័ព្ទរបស់យើងបើកចេញធម្មតានេះយើងអាច check បាននៅក្នុង setting បន្តមកទៀតខាងលើនេះគឺយើងអាចចុចចូលមើលទៅថាជាប់ iCloud ឬមិនជាប់អីនេះគឺ iCloud បើសិនជា load អញ្ចឹងគឺមានជាប់ iCloud ដែរហើយកន្លែង Find My នេះគឺវា load អញ្ចឹងគឺជាប់ iCloud ដែរប៉ុន្តែក្នុងករណីមួយទៀតបើសិនជាទូរស័ព្ទរបស់យើងវា load ចូល connect iTunes ឬក៏គេហៅជាប់ program អីមួយអត់អាច check មើលតាមនឹងបានតាម setting បានតាមយើងអាចចុចមើលបានហ្នឹងគឺយើងអាច check តាម iMe ហើយរបៀបយក iMe គឺវាមានច្រើនកន្លែងដែរបើសិនជាយើងអាចយក iMe នៅកន្លែងនេះឧទាហរណ៍ថាទូរស័ព្ទចេញអញ្ចឹងតែយើងមិនយើង check តាមនេះទៅយើងអត់អាចដឹងថាជាប់ iCloud ឬមិនជាប់យើងអាចចូលទៅរក iMe នៅកន្លែង general នេះមកបាទកន្លែង general បន្ទាប់មកចូល about ហើយ scroll មកខាងក្រោមមកនេះ iMe របស់យើងបងប្អូននេះគេដាក់ថា iMe បាទនេះ iMe បន្តមកទៀតបងប្អូនអាចទៅ check រកមើលនៅកន្លែងcall កន្លែងនេះបងប្អូននេះកន្លែងទេធម្មតាហ្នឹងយើងចុចផ្កាយទាំងជោគ06ទាំងជោគមក load មកខាងលើនេះគឺ drive កន្លែងនេះបងប្អូននេះ drive info ហ្នឹងគឺ iMe របស់យើងហើយហើយសិនជាយើង load ចប់program វាត្រូវការឲ្យយើង set program ឬក៏មានបញ្ហាមួយឲ្យតែមានកន្លែងចុច call ហ្នឹងគឺយើងអាច check iMe តាមរបៀបហ្នឹងបានដោយចុចផ្កាយទាំងជោគ06ទាំងជោគហ្នឹងមកចេញ iMe ហើយបើសិនជា check អត់ចេញឧទាហរណ៍ថាវា load connect iTunes គឺយើងត្រូវការ check iMe អត់បានយើងគួរតែដោះមើលនៅក្នុងជើង SIM គ្រប់ស៊េរីគ្រប់ model ប៉ុន្តែបើសិន6 plus ចុះក្រោម7 plus អីហ្នឹងអាចនឹងមាននៅខាងក្រោយខ្នងទូរស័ព្ទហ្នឹងគឺវាដាក់ iMe នៅខាងក្រោយហ្នឹងឯងប៉ុន្តែទូចបាក់មើលបន្តិចបាទឥឡូវយើងដឹងពីរបៀប check រក iMe ហើយយើងចូលពីរបៀប check រកមើល iCloud បងប្អូនចូលទៅកាន់កម្មវិធីណាមួយឲ្យតាពាក់ព័ន្ធជាមួយអ៊ីនធឺណិតដូចជា Chrome Google អីហ្នឹងយើងអាចចូលទៅបានទាំងអស់យើងចូលទៅ browser ណាមួយមកយើងចូល browser នេះមួយមកបន្តមកទៀតបងប្អូននេះ load ទៅ auto ហ្មងបងប្អូនចុចនៅកន្លែង search មកបន្តមកទៀតចុចពាក្យថា iMe check បងប្អូននេះវាយតាមហ្នឹងមកនេះ iMe check បន្តមកចុច go មកហើយមកដល់កន្លែងនេះយើងរើសយក website នៅកន្លែងនេះខ្ញុំធ្លាប់តែ check នៅកន្លែងហ្នឹងវាស្រួលមើលស្រួលនេះចឹងណាចុចយកមកបងប្អូនចំណាំនោះ logo គេហ្នឹងហើយនឹង iMe check គេដាក់ថា iMe check iMe number check go free បាទចុចចូលមកតបទៀត scroll មកខាងក្រោមមកដល់កន្លែងនេះគឺវាឲ្យយើងនឹងវាយ iMe របស់យើងដែលយើងអាចរកបានដូចកន្លែងដែលខ្ញុំប្រាប់មុននោះអញ្ចឹងយើងវាយបញ្ចូលមកហើយ iMe របស់ខ្ញុំ save ទុកហើយឥឡូវយើងវាយបញ្ចូលមករួចរាល់យើងចុចពាក្យថា check iMe មករងចាំតិចបងប្អូនបាទរួចរាល់វា load មកបែបហ្នឹងវាប្រាប់ពី model ទូរស័ព្ទរបស់យើងចាប់ប្រាប់អីផ្សេងទៀតប៉ុន្តែយើងបដោតទៅលើ check iCloud បងប្អូនមើលកន្លែងនេះ iCloud check គេដាក់ថា here មានន័យថាជាប់ហើយប៉ុន្តែបើសិនជាអត់ជាប់វាដាក់ថា out មានន័យថាអត់ជាប់ទេបាទហើយកន្លែងនេះយើងអាចកែប្រែអីបានទេគ្រាន់តែយើងអាចចង់តែ check នឹងបានទេបាទវីដេអូនេះមានប៉ុណ្ណឹងបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ